នៅក្នុងពិភពធម្មជាតិដ៏ស្ងប់ស្ងាត់សេចក្តីស្រឡាញ់របស់មេបក្សីគឺជារឿងដ៏ស្រស់ស្អាតបំផុតប៉ុន្តែនៅកណ្ដាលព្រៃជ្រៅនេះក៏មានអាថ៌កំបាំងដ៏ខ្មៅងងឹតមួយដែលត្រូវបានលាក់បាំងយ៉ាងជិតដិតផងដែរសូមក្រឡេកមកមើលសំបុកតូចមួយនេះអ្វីដែលអ្នកកំពុងឃើញមិនមែនជាទិដ្ឋភាពគ្រួសារដ៏មានសុភមង្គលនោះទេមេបក្សីដ៏កំសត់នេះមានឈ្មោះថាចាប Reed Warbler ខ្លួនវាមានទំហំតូចល្អិតប៉ុន្តែកូនបក្សីដែលកំពុងហើចមាត់រងចាំចំណីនៅក្នុងសំបុកនោះវិញមានទំហំធំជាងវាដល់ទៅ3 ដងរឿងរ៉ាវទាំងអស់បានចាប់ផ្ដើមឡើងកាលពី2 សប្តាហ៍មុនសត្វចាប Common Cuckoo គឺជាបក្សីដែលមិនចេះធ្វើសំបុកនិងមិនចេះក្រាបពងឡើយធម្មជាតិបានបង្រៀនឲ្យវាប្រើល្បិចម្យ៉ាងនោះគឺការផ្ញើពងពេលដែលម្ចាស់សំបុកហោះចេញទៅបាត់ត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះមេចាប Common Cuckoo នឹងហោះចុះមកយ៉ាងលឿនវាស៊ីពងម្ចាស់សំបុកមួយគ្រាប់ចោលរួចក៏ទម្លាក់ពងរបស់វាមួយគ្រាប់ជំនួសវិញពងរបស់វាមានពណ៌និងក្បាច់កាឡាដូចបេះបិទទៅនឹងពងម្ចាស់សំបុកមេបក្សីម្ចាស់សំបុកត្រឡប់មកវិញទាំងមិនដឹងខ្លួនទាល់តែសោះថាគ្រាប់ពងដែលខ្លួនកំពុងក្រាបថែរក្សាដោយក្តីស្រឡាញ់នោះជាពងរបស់សត្វដទៃគ្រាន់តែញាស់ចេញពីពងភ្លាមកូនចាប Common Cuckoo តូចដែលមើលមិនទាន់ឃើញផ្លូវនេះបានផ្ទុកទៅដោយសភាវកិច្ចដ៏គួរឲ្យភ័យខ្លាចវាចាប់ផ្ដើមប្រើខ្នងតូចរបស់វារុញច្រានពងនឹងកូនបក្សីឯទៀតដែលជាកូនបង្កើតរបស់ម្ចាស់សំបុកឲ្យធ្លាក់ចុះទៅដីខាងក្រោមម្ដងមួយរហូតដល់ស្លាប់ឥឡូវនេះនៅក្នុងសំបុកសល់តែវាត្រង់ម្នាក់ឯងគត់ដែលជាអ្នកគ្រប់គ្រងនិងរងចាំការថែទាំពីឪពុកម្ដាយចិញ្ចឹម Common Cuckoo ហេតុអ្វីបានជាមេបក្សីតូចនេះមិនដឹងខ្លួនទាល់តែសោះសត្វចាប Common Cuckoo មានអាវុធសម្ងាត់2យ៉ាងទី1គឺសំឡេងយំរបស់វាកូនចាបកុកតែមួយក្បាលនេះអាចយំត្រាប់តាមសំឡេងកូនបក្សីធម្មតាមួយសម្បុកទាំងមូលរួមគ្នាវាយំញាប់ស្អេកធ្វើឲ្យមេបក្សីចិញ្ចឹមមានអារម្មណ៍ភ័យស្លន់ស្លោនិងគិតពេលវេលាកន្លងផុតទៅកូនចាប Common Cuckoo ធំធាត់រហូតដល់សំបុកតូចទ្រាំលែងបានមេបក្សីចិញ្ចឹមដ៏គួរឲ្យអាណិតត្រូវហោះមកទុំលើខ្នងកូនយក្សនេះដើម្បីបញ្ចុកចំណីជាលើកចុងក្រោយមិនយូរប៉ុន្មានកូនចាប Common Cuckoo នឹងលាស្លាប់ហើរចាកចេញទៅបាត់ទៅក្នុងព្រៃជ្រៅដោយមិនទាំងងាកក្រោយមើលម្ដាយចិញ្ចឹមដែលបានខំចិញ្ចឹមបីបាច់វាឡើយវាចាកចេញទៅទាំងដឹងថានៅថ្ងៃអនាគតវានឹងត្រូវធ្វើរឿងបែបនេះដាក់បក្សីដទៃទៀតដូចគ្នានេះហើយគឺជាការពិតដ៏ស្រទន់ប៉ុន្តែជូរចត់នៃខ្សែជីវិតក្នុងព្រៃធម្មជាតិ